ជំរាបសួរលោកអ្នកនាងជាទីមេត្រីលំដាប់តទៅនេះនាងខ្ញុំចាប់ភិរុនសូមជូនព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់សម្ដេចមហាបវរធិបតីមានប្រសាសន៍ថាកងទ័ពជើងគោកចូលរួមចំណែកបង្ក្រាបនេសាទខុសច្បាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ប្រមានឆ្លើយតបភ្លាមប្រសិនបើអាមេរិកហ៊ានបំពានអនុសារណៈយោគយល់គ្នាតទៅនេះសូមជូនព័ត៌មានពិស្ដាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាក្នុងរយៈពេល2ឆ្នាំមកនេះកងទ័ពជើងគោកបានចូលរួមចំណែកចុះជួយផ្នែករដ្ឋបាលជលផលនិងសមត្ថកិច្ចលើការល្បាតនិងអភិរក្សជលផលកម្ពុជាអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិនៅទន្លេវ៉ៃកូខេត្តស្វាយរៀងនាថ្ងៃទី1ខែកក្កដាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាក្នុងរយៈពេល2ឆ្នាំកន្លងមកនេះសម្ដេចបានបញ្ជាកងទ័ពជើងគោកឲ្យចុះជួយទៅរដ្ឋបាលជលផលនិងសមត្ថកិច្ចលើការល្បាតនិងអភិរក្សជលផលកម្ពុជាក្នុងពេលការងារផ្នែកជលផលមានទំហំធំខណៈការនេសាទខុសច្បាប់ក៏មានច្រើនជាពិសេសការឆក់ក្តៅឆក់ត្រជាក់ឥឡូវកងទ័ពជើងគោក2ឆ្នាំនេះវាយទៅល្មើសធម្មជាតិទាំងទឹកទាំងគោកដល់រឿងព្រំដែនចេញទៅវាយព្រំដែនទៀតការពារទឹកដីទៀតចូលរួមជាមួយនឹងរដ្ឋបាលជលផលជាមួយនឹងសមាជិកផ្សេងជាមួយសហគមន៍ដើម្បីធ្វើការជាមួយគ្នារករូបមន្តណាមួយដែលយើងមានជីវភាពយើងមិនចង់ត្រូវការប្រើកងទ័ពប្រើកម្លាំងបន្ថែមទេរករូបមន្តណាមួយដែលមានការទទួលខុសត្រូវទាំងអស់គ្នាថ្ងៃក្រោយសហគមន៍គាត់ទទួលមានសមត្ថភាពគ្រប់គ្រាន់អាជ្ញាធរមូលដ្ឋានអាចជួយការពារបានសម្ដេចធិបតីមានប្រសាសន៍បន្តថាដោយសារបទល្មើសនេសាទនៅតែបន្តមានច្រើនដូច្នេះកម្លាំងកងទ័ពត្រូវការឲ្យមកចូលរួមចំណែកជាមួយសមត្ថកិច្ចផ្សេងទៀតរួមគ្នាបង្ក្រាបដើម្បីបន្ថយបទល្មើសសម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថាកងទ័ពមានភារកិច្ចបំពេញការងារច្រើនលើកិច្ចការព្រំដែនប៉ុន្តែដោយសារបទបញ្ជានិងមានតម្រូវការជាក់ស្ដែងទើបជៀសមិនផុតពីការប្រើកម្លាំងទ័ពក្នុងឱកាសនោះដែរសម្ដេចមហាបវរធិបតីក៏បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរួមគ្នាចុះត្រួតពិនិត្យបទល្មើសលើការអូសលាសខុសច្បាប់ដែលការធ្វើសកម្មភាពម្ដងរហូតទៅដល់40តោននាងខ្ញុំប្រាសុចាន់ដាវីវិទ្យុជាតិកម្ពុជាឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ាជំរុញដល់មន្ត្រីសុខាភិបាលត្រូវបង្កើននៅទំនុកចិត្តបន្ថែមទៀតដល់ប្រជាជនដើម្បីឲ្យពួកគាត់មកទទួលសេវាសុខាភិបាលកាន់តែច្រើនអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ក្នុងវគ្គភាពជាអ្នកដឹកនាំនិងអ្នកវិនិយោគលើកទី121ដែលមានមន្ត្រីសុខាភិបាលគ្រប់ឋានានុក្រមក្រមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទសរុបចំនួន3117នាក់ឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំផ្តល់សេវាសុខាភិបាលរហូតទទួលបានការវិតម្លៃជាវិជ្ជមានពីថ្នាក់ដឹកនាំនៃរដ្ឋាភិបាលនិងបានជំរុញឲ្យមន្ត្រីសុខាភិបាលរក្សារូបភាពវិជ្ជមាននេះឲ្យមាននិរន្តរភាពក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យបានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅក្នុងផែនការដែលទាមទារឲ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិននិងមានភាពក្លាហានក្នុងការកំណត់គោលដៅខាងមុខបន្ថែមពីនេះការធ្វើផែនការក៏តម្រូវឲ្យមានការគិតគូរទៅលើអតិភិបដែលផ្ដោតទៅលើភាពបន្ទាន់និងភាពសំខាន់របស់គោលដៅទាំងនោះឆ្លៀតក្នុងឱកាសនោះក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុកនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើបទបង្ហាញចែករំលែកសមិទ្ធផលការងាររបស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយមណ្ឌលសុខភាពស្វាយជុកបានបញ្ជាក់ថាការរួបរวมសាមគ្គីគ្នារវាងបុគ្គលិកមណ្ឌលសុខភាពនិងការសហការល្អរវាងមណ្ឌលសុខភាពនិងអាជ្ញាធរឃុំស្វាយជុកជាចំណុចខ្លាំងរបស់មណ្ឌលសុខភាពជាលទ្ធផលការសហការល្អនេះបានជំរុញឲ្យមណ្ឌលសុខភាពស្វាយជុកទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាចនៅក្នុងដំណើរការអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិនាងខ្ញុំផៃផាណាវិទ្យុជាតិកម្ពុជាឯកឧត្តមអ៊ុចបូរិតមានជំនឿចិត្តយ៉ាងមុតមមចំពោះសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលនឹងរួមចំណែកដល់ការពង្រឹងការទូតសភាក្នុងចំណោមសភាចូលរួម
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមអគ្គលេខាធិការនៃសន្និសីទ ISC និងគណៈប្រតិភូចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារក្នុងពេលដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីសហការត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី 2 នៅខែសីហាខាងមុខនេះនៅរាជធានីភ្នំពេញឯកឧត្តមអ៊ុចបូរិតប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាបានសម្ដែងការអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំការងារត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី 2 រវាងតំណាងព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តមងីច័ន្ទសុផលអនុប្រធានប្រចាំការគណៈកម្មការដឹកនាំសម្រាប់កិច្ចប្រជុំ ISC 2 និងឯកឧត្តមអគ្គលេខាធិការដ្ឋាន ISC នៅវិមានព្រឹទ្ធសភាឯកឧត្តមប្រធានស្ដីទីបានផ្ដល់អនុសាសន៍មួយចំនួនសម្ដៅរៀបចំឲ្យបានជោគជ័យនៅសន្និសីទ ISC 2 នាពេលខាងមុខនេះឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមមចំពោះសន្និសីទនេះដែលនឹងចូលរួមចំណែកដល់ការពង្រឹងការទូតសភាការលើកកម្ពស់សន្តិភាពវិបលភាពរួមគ្នានិងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាចូលរួមជាមួយគ្នានោះឯកឧត្តមអគ្គលេខាធិការ ISC បានសម្ដែងអំណរគុណចំពោះឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភាចំពោះការត្រៀមរៀបចំសន្និសីទ ISC 2 របស់ភាគីកម្ពុជាបានល្អប្រសើរនិងបានគូសបញ្ជាក់ថាអគ្គលេខាធិការដ្ឋាន ISC ត្រៀមជានិច្ចក្នុងការបន្តសហការរៀបចំសន្និសីទ ISC 2 នៅភ្នំពេញនាខែសីហាខាងមុខនាងខ្ញុំប្រាក់សុចាន់ដាវីវិទ្យុជាតិកម្ពុជាកម្ពុជានិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសជាលើកដំបូងដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងបង្អស់រវាងប្រទេសទាំងពីរអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍យោងតាមបណ្ដាញទំនាក់ទំនងសង្គម Facebook របស់រដ្ឋលេខាធិការអាកាសចរស៊ីវិលនៅថ្ងៃទី1ខែកក្កដាឆ្នាំ2026នេះបានឲ្យដឹងថាឯកឧត្តមម៉ៅហាវ៉ាណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសជាមួយនឹងឯកឧត្តម Christopher Londo អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី30ខែមិថុនាឆ្នាំ2026នៅសហរដ្ឋអាមេរិកការចុះហត្ថលេខានេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរទ្វេភាគីរបស់ប្រទេសទាំងពីរកិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជានិងអាមេរិកដែលឈានទៅរកស្តង់ដារទំនើបខ្ពស់បំផុតសូមបញ្ជាក់ថាសមិទ្ធផលនេះកើតឡើងបន្ទាប់ពីស្ថាប័នហិរញ្ញវត្ថុរបស់អាមេរិកបានអនុម័តផ្ដល់កញ្ចប់ហិរញ្ញប្បទានចំនួន$100 លានដើម្បីគាំទ្រដល់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិដេជោនៅរាជធានីភ្នំពេញឯកឧត្តមទេពអាសនារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានរបស់ ABC News អូស្ត្រាលីដែលបានធ្វើរបាយការណ៍អំពីទីតាំងឆបោកអនឡាញមួយកន្លែងនៅតំបន់អូស្មាច់ដែលជាទឹកដីកម្ពុជាអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី1ខែកក្កដាឆ្នាំ2026នេះឯកឧត្តមបានចាត់ទុកការផ្សាយរបស់ ABC News អូស្ត្រាលីគឺជាព័ត៌មានប្រឌិតធ្វើឡើងតាមការរៀបចំដោយកងយោធាថៃក្នុងគោលបំណងទុច្ចរិតដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនិងបង្កជម្លោះមកលើកម្ពុជាការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីទូរទស្សន៍ ABC News អូស្ត្រាលីបានចុះផ្សាយវីដេអូព័ត៌មានមួយកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026អំពីទីតាំងអគារមួយនៅតាមព្រំដែនកម្ពុជាថៃដែលត្រូវបានចោទប្រកាន់ថាជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំក្នុងវីដេអូនោះកងទ័ពថៃបាននាំអ្នកយកព័ត៌មានលោកស្រីការ៊ីស្មាវីយ៉ាចុះពិនិត្យទីតាំងប្រតិបត្តិការនិងកន្លែងឃុំឃាំងមនុស្សនៅក្នុងអគារនោះដោយផ្ទាល់ឯកឧត្តមទេពអាសនារិទ្ធការរាយការណ៍ព័ត៌មាននេះគឺលំអៀងនិងអតុល្យភាពព័ត៌មានដែលជាសកម្មភាពបំពានក្នុងក្របខ័ណ្ឌវិជ្ជាជីវៈកំពុងធ្លាក់ខ្លួនជាឧបករណ៍ឃោសនារបស់ថៃជាគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មានគឺការអនុវត្តការធ្វើសេចក្តីរាយការណ៍ព័ត៌មានគឺត្រូវធ្វើឡើងដោយមានតុល្យភាព
ដោយតម្លាភាពមិនលំអៀងហើយការចុះយកព័ត៌មានដោយការទទួលការស្ដាប់ការរៀបរាប់និងការដើរតាមតែការរៀបចំនិងការនាំរបស់ភាគីយោធាថៃតែម្ខាងដោយគ្មានការសាកសួរឬក៏ពុំមានការសុំការបំភ្លឺពីអាជ្ញាធរឬក៏ពីប្រជាពលរដ្ឋកម្ពុជាពលគឺពុំបានផ្ដល់សម្លេងលើប្រធានបទឲ្យដល់ភាគីពាក់ព័ន្ធនៅក្នុងតំបន់នោះបានបញ្ចេញមតិយោបល់របស់ខ្លួនវាគឺជាការបង្កើតការរាយការណ៍ព័ត៌មានដែលមានភាពលំអៀងគ្មានការឆ្លុះបញ្ចាំងពីតថភាពពិតជុំវិញនៅប្រធានបទហើយជាការរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈដោយគ្មានការទទួលខុសត្រូវឯកឧត្តមបានបន្ថែមថាក្នុងនាមជាសារព័ត៌មានអន្តរជាតិដ៏ធំរបស់អូស្ត្រាលី ABC គួរតែមានការសិក្សាស្រាវជ្រាវនិងផ្ទៀងផ្ទាត់ព័ត៌មានជាមុនឲ្យបានច្បាស់លាស់មុននឹងចុះទៅកាន់តំបន់ព្រំដែននេះការរាយការណ៍បែបនេះដោយអនុញ្ញាតឲ្យគេប្រើប្រាស់ឈ្មោះនិងកាមេរ៉ារបស់ខ្លួនដើម្បីផលិតព័ត៌មានបែបប្រឌិតតាមការរៀបចំរបស់ភាគីថៃដើម្បីបង្កាច់បង្ខូចនិងបង្កើតបញ្ហាគឺជាការទម្លាក់តម្លៃវិជ្ជាជីវៈខ្លួនឯងឲ្យទៅជាឧបករណ៍ឃោសនានយោបាយនិងយោធារបស់ប្រទេសមួយផ្សេងទៀតឯកឧត្តមបានចាត់ទុកថាការរាយការណ៍ព័ត៌មាននេះជាការបំពានអព្យាក្រឹតភាពផ្នែកសារព័ត៌មានព្រោះសារព័ត៌មានដែលមានក្រមសីលធម៌មិនត្រូវធ្វើសកម្មភាពណាដែលអាចបង្កជាចំនួនការអុចអាលនាំឲ្យកើតមានគ្រោះថ្នាក់ឬក៏បង្កអស្ថិរភាពដល់ប្រទេសប្រជាជនក្នុងតំបន់ណាមួយឡើយដូច្នេះការចូលមកយកព័ត៌មាននៅលើទឹកដីកម្ពុជាដោយខុសច្បាប់នៅក្នុងតំបន់ព្រំដែនបែបដោយដែលបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មានរបស់វិទ្យុ ABC របស់ក្រុមសារព័ត៌មាន ABC អូស្ត្រាលីនេះគឺជាទង្វើអាចបង្កភាពតានតឹងរវាងប្រទេសទាំងពីររវាងកម្ពុជានិងថៃហើយដែលនេះគឺជាការផ្ទុយពីការទទួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មានបើតាមអ្នកនាំពាក្យក្រសួងព័ត៌មានការអនុវត្តសេរីភាពសារព័ត៌មានត្រូវតែដើរទន្ទឹមនឹងការគោរពច្បាប់អន្តរជាតិច្បាប់ជាតិនិងភាពសុចរិតស្មោះត្រង់មិនលំអៀងក្នុងវិជ្ជាជីវៈទង្វើរបស់ ABC អូស្ត្រាលីគឺជាការរំលោភច្បាប់អន្តោប្រវេសន៍និងអធិបតេយ្យភាពរបស់កម្ពុជាផងនិងជាការបំពានក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីផ្ទាល់លើឆាកអន្តរជាតិនាងខ្ញុំច័ន្ទវិមានវិទ្យុជាតិកម្ពុជាតទៅនេះសូមជូនព័ត៌មានអន្តរជាតិប្រទេសអ៊ីរ៉ង់បានព្រមានទុកជាមុនថាខ្លួននឹងធ្វើការឆ្លើយតបវិញភ្លាមៗប្រសិនបើសហរដ្ឋអាមេរិកហ៊ានរំលោភបំពានអនុសារណៈយោគយល់គ្នាដែលបានឈានដល់ការពីពេលថ្មីនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថាប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបវិញភ្លាមៗចំពោះការរំលោភបំពានណាមួយពីសំណាក់សហរដ្ឋអាមេរិកទៅលើអនុសារណៈយោគយល់គ្នាដែលមានគោលបំណងបញ្ចប់សង្គ្រាមគួរបញ្ជាក់ថាលោកបានប្រមានធ្ងន់ធ្ងរថាយើងនឹងមិនទុកឲ្យសកម្មភាពណាមួយកន្លងហួសដោយគ្មានការឆ្លើយតបនោះទេដោយដែលកងកម្លាំងប្រដាប់អាវុធក៏មានអំណាចរបស់អ៊ីរ៉ង់បានបង្ហាញរួចមកហើយថារាល់ទង្វើឈ្លានពានណាមួយប្រឆាំងនឹងគោលដៅរបស់ទីក្រុងតេអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនៅការឆ្លើយតបភ្លាមៗនិងម៉ឺងម៉ាត់បំផុតលោក Francis Donovan នាយឧត្តមសេនីយ៍អាមេរិកបានឲ្យដឹងថាសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធាទាំងនៅក្នុងនិងជុំវិញប្រទេសវេណេស៊ុយអេឡាដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះជាមួយការបញ្ជូនបុគ្គលិកយោធា900នាក់ចូលទៅក្នុងវេណេស៊ុយអេឡានេះបញ្យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters លោក Donovan ជាមេបញ្ជាការនៃទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបាននិយាយថាកងកម្លាំងអាមេរិកបានចូលរួមក្នុងប្រតិបត្តិការតាមស្វែងរកនិងជួយសង្គ្រោះព្រមទាំងជួយបើកចំហយានដ្ឋានក៏ដូចជាផ្ដល់ការគាំទ្រទាំងតាមផ្លូវអាកាសនិងផ្លូវទឹកដើម្បីសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌បន្ទាប់ពីវេណេស៊ុយអេឡារងការវាយប្រហារពីគ្រោះរញ្ជួយដីមួយកាលពីសប្តាហ៍មុនលោកបានបន្ថែមទៀតថាយោធាអាមេរិកបានដាក់ពង្រាយដ្រូន
ពី4ទៅ5គ្រឿងផងដែរនៅលើដែនអាកាសនៃប្រទេសវេណេស៊ុយអេឡាដើម្បីផ្ដល់រូបភាពជាក់លាក់ទៅឲ្យអាជ្ញាធរវេណេស៊ុយអេឡាគួរបញ្ជាក់ថាគ្រោះរញ្ជួយដីបានវាយប្រហារលើវេណេស៊ុយអេឡាកាលពីថ្ងៃពុធសប្តាហ៍មុនដោយបណ្ដាលឲ្យអគារនិងផ្ទះជាច្រើនបានបាក់រលំគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះចំនួនអ្នកស្លាប់កើនដល់ជាង 1000 នាក់និងច្រើនជាង 10000 នាក់បានរងរបួសប្រភពពី FIFA World Cup 2026 បានឲ្យដឹងថាការប្រកួតវគ្គ32ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 នារាត្រីថ្ងៃប្រហ័សទី2ខែកក្កដានេះគឺមាន3ក្រុមគូទី1អង់គ្លេសប៉ះកុងហ្គោម៉ោង 11 យប់នេះម៉ោងនៅកម្ពុជាគូទី2បែលហ្សិកប៉ះសេនីហ្គាល់ម៉ោង 3 ទៀបភ្លឺគូទី3ម្ចាស់ផ្ទះអាមេរិកប៉ះមូស្នីម៉ោង 7 ព្រឹកស្អែកព័ត៌មានរបស់វិទ្យុជាតិយើងនៅពេលនេះចប់តែប៉ុណ្ណេះនាងខ្ញុំចាភិរុនព្រមទាំងសហការីសូមអរគុណសូមជម្រាបលា